វីដេអូនេះបាទសម្រាប់ពុកម៉ែបងប្អូនយាយតាពូមីទាំងអស់បាទទាំងកំឡោះទាំងកំមុំបាទទាំងវាម៉ាយបាទទាំងអ្នកមានគូអ្នកមិនតាន់មានគូបាទជាពិសេសណាអ្នកដែលតឹមកាយថ្មីថ្មងបាទខ្ជិលទិញបន្លែទិញសាច់យកមកធ្វើម្ហូបណាអញ្ចឹងហើយវីដេអូនេះដែរខ្ញុំសូមណែនាំបងប្អូនបាទខ្ជិលបាទខ្ជិលដូចខ្ញុំអញ្ចឹងខ្ជិលទៅផ្សារបាទទិញបន្លែទិញសាច់យកមកធ្វើម្ហូបខ្លួនឯងបងប្អូនបាទអញ្ចឹងនេះខ្ញុំសូមណែនាំកន្លែងមួយបាទដែលគាត់លក់ម្ហូបអាំងបាទឈ្ងុយបាទស្រាប់អញ្ចឹងបងប្អូនបាទហើយសម្រាប់ម្ហូបរបស់គាត់បងប្អូនណាបាទគឺមានបាទដូចជាភ្លៅមន់អាំងបងប្អូនត្រីដុតបាទស្លាបមន់អាំងបាទកមន់អាំងនិងម្លំជួសសាច់គោបងប្អូនបាទអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនបាទដែលគាត់ទៅធ្វើការអស់កម្លាំងមកវិញទៅបាទខ្ជិលនៅរបន្លែរម្ហូបហ្នឹងអញ្ចឹងបងប្អូនអាចបាទមកទិញម្ហូបឡើងគាត់បានបងប្អូនបាទគឺមានលក់ម្ហូបស្រាប់អញ្ចឹងបាទរសជាតិក៏ឆ្ងាញ់បងប្អូនបាទហើយឯតម្លៃវិញក៏សមរម្យបងប្អូនបាទមិនលក់ថ្លៃពេកទេបាទហើយចំណែកដែលបងប្អូនបាទមានជាក់ហើយបាទខ្វះគ្រឿងខ្លែមទេបាទក៏អាចបាទសេរីបានបងប្អូនបាទកមន់ទេបាទត្រូវមកបងប្អូនអើយខ្លែមជាតិតែហ្មងអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនបាទដែលរស់នៅទីរួមខេត្តតាកែវបងប្អូនណាបងប្អូនដែលខ្ជិលបាទរបន្លែរម្ហូបបាទឆ្លោខ្លួនឯងធ្វើខ្លួនឯងបាទបងប្អូនអាចបាទមករកម្ហូបស្រាប់នៅកន្លែងគាត់បានបងប្អូនរៀងរាល់ថ្ងៃបងប្អូនបាទចាប់ពីម៉ោង 4 ល្ងាចបាទបងប្អូនអាចមករកកន្លែងគាត់បានបងប្អូនបាទរីឯបាទសម្រាប់ទីតាំងវិញបងប្អូនបាទគឺនៅបាទទល់មុខរូបសំណាក់តាកែវជាកែវបងប្អូនអញ្ចឹងបាទបើសិនជាពុកម៉ែបងប្អូនបាទធ្វើដំណើរមកដល់រូបសំណាក់តាកែវជាកែវហើយបងប្អូនមើលទៅត្រង់បាទប្រហែលជា50 ម៉ែត្របងប្អូននឹងឃើញរទេះគាត់កំពុងតែអាំងសាច់ហុយដលមអញ្ចឹងបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនមកធ្វើដំណើរមកពីខាងជើងបាទគឺរទេះគាត់នៅពីស្ដាំដៃបងប្អូនបាទតែបើបងប្អូនធ្វើដំណើរមកពីទីខាងត្បូងបាទគឺរទេះគាត់នៅពីខាងឆ្វេងដៃបាទគឺនៅបាទទល់មុខការ៉ាសសាំងតូតាល់បងប្អូនអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនបាទដែលត្រូវការបាទចង់បានម្ហូបស្រាប់បាទឬរបស់ខ្លែមអីចឹងណាបងប្អូនបាទអាចមករកកន្លែងគាត់បានបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណច្រើនបាទសម្រាប់ការតាមដានរហូតដល់ចប់បាទអរគុណ